ខ្ញុំកំពុងមកហាមរតករបស់អធិរាជបុរាណរបស់ខ្ញុំធ្វើជារបស់ខ្ញុំចេញពីទីនេះធ្វើជារបស់ខ្ញុំខ្ញុំឈ្មោះថាងហាវជាអ្នកជំនាញខាងឈាមកម្រិតទី3នៃបាក់ដាវខ្មោចបងប្រុសច្បងរបស់ខ្ញុំគូយីហ្វានគឺជាសមាជិកស្នូដំបងនៃនិកាយហួងតាវតើអ្នកជានរណាអាចសម្រាប់អ្នកបើកទុកបានគាត់អាចធ្វើការលើកលែងមួយហើយអនុញ្ញាតឲ្យអ្នកក្លាយជាសិស្សខាងក្រៅនៃនិកាយផ្លូវលឿងល្អចង់សម្រាប់ខ្ញុំមែនទេសម្រាប់គ្នាប៉ុន្តែប្រសិនបើគាត់ស្លាប់កុំបន្ទោសខ្ញុំថាគ្មានមេត្តាក្មេងអ្នកមានចិត្តឆ្មើងឆ្មៃពេកហើយត្រៀមខ្លួនស្លាប់បរោះនោះពិតជាបានសម្លាប់អ្នកដាវម្នាក់ដែលបានបើករន្ធវិញ្ញាណចំនួន9ក្នុងចលនាសម្លាប់គាត់ជាមួយគ្នាដងខ្វាងបរោះម្នាក់នេះគ្រាន់តែជាខ្មោចប៉ុណ្ណោះបើអ្នកមិនចាក់ចេញទេប្រហែលជាយើងនឹងក្លាយជាអ្នកដែលស្លាប់អាណាចក្រដែលមិនទាន់បានត្រាស់ដឹងគាត់គ្រាន់តែជាឈាមដែលគ្មានតម្លៃប៉ុណ្ណោះគាត់បានយកឈ្នះយើងទាំងអស់គ្នាដោយខ្លួនឯងតើវាអាចទៅរួចដោយរបៀបណាហានហាវតើអ្នកចង់សម្លាប់ខ្ញុំពីណាទៀតអ្នកដើរឆ្លងកាត់ទេសម្លាប់ខ្ញុំហាសិស្សនៃនិកាយឈៀងយុនរបស់យើងដែលមានឈាមសម្រាមពិតជាមានកម្លាំងដើម្បីគ្រប់គ្រងវាយ៉ាងណាមិញគាត់មានទេពកោសល្យហាឈួតហើយបើចង់ឡើងយើងត្រូវលុបបំបត្តិបញ្ហាអ្នកដើរឆ្លងកាត់នេះជាមុនសិនយើងមិនត្រូវអនុញ្ញាតឲ្យគាត់ទទួលបានមរតកនៃច្រឡងភ្នំពោះជាដាច់ខាតហាតើអ្នកហ៊ានឆ្លើយការហៅពីរូងភ្នំដែលរស់នៅក្នុងច្រឡងពួកគេមិនខ្លាចស្លាប់ទេកុំធ្វើសកម្មភាពដោយមិនដឹងខ្លួនមនុស្សបុរាណប្រហែលជាមិនអាចទទួលមរតកប្រពៃណីនៃច្រឡងភ្នំពោះអូតបានទេទោះបីជាគាត់អាចទទួលបានក៏ដោយវាប្រហែលជាមិនអាចផ្លាស់ប្ដូរខ្សែឈាមបានទេចូលយើងនិយាយអំពីវានៅពេលដែលគាត់ចេញមកហេតុអ្វីកាក់តុងដែង500,000មានក្បាច់គុណមនុស្សកម្រិតទាបជាង50ប្រភេទផងដែរបច្ចេកទេសក្បាច់គុណកម្រិតខ្ពស់ជាង10មានសៀវភៅណែនាំក្បាច់គុណថ្នាក់ទាបចំនួន2សម្រាប់អាណាចក្រអធិរាជផងដែរបច្ចេកទេសសម្ងាត់វិញ្ញាណហិង្សាសៀវភៅណែនាំនេះពិតជាអាវុធសម្ងាត់ថ្នាក់ទាបមួយមកពីពិភពមនុស្សវាអាចប្រមូលថាមពលខាងវិញ្ញាណនៅក្នុងរន្ធខាងវិញ្ញាណបញ្ចេញថាមពលរបស់ខ្លួនលើសពី2ដងទ្វារខាងវិញ្ញាណកាន់តែបើកចំអំណាចកាន់តែធំបច្ចេកទេសសម្ងាត់នេះគឺល្អឥតខ្ចោះសម្រាប់ខ្ញុំក្នុងការបណ្ដុះបណ្ដាលកម្លាំងរបស់ខ្ញុំឥឡូវនេះបានឡើងដល់14,000 ជីនហើយដល់ពេលប្រឡងផ្ដាច់ព្រាត់ហើយយុវជនខ្ញុំមិនជឿថាអ្នកនៅក្មេងយ៉ាងនេះទេខ្ញុំមិនជឿថាខ្ញុំបានមកដល់ទីនេះទេយុវជនអ្នកមិនចាំបាច់ភ័យទេការសម្ដែងរបស់អ្នកនៅ Tosh Square ឥឡូវនេះមិនតម្រូវឲ្យមានការវិតម្លៃបន្ថែមទៀតទេមិនតម្រូវឲ្យមានការវិតម្លៃទេព្រះចៅអធិរាជអង្គនេះបានរៀបចំការប្រឡងចំនួន8លើកប៉ុន្តែអ្នកអាចទម្លាយចូលបានដោយប្រើតែបច្ចេកទេសដាំដុះមនុស្សកម្រិតទាបប៉ុណ្ណោះអ្នកមានសៀវភៅគុណសម្បត្តិ10ក្បាលនៅពីមុខអ្នកអាចជ្រើសរើសវិធីសាស្ត្រដាំដុះដែលសមស្របហើយអនុវត្តវានៅនឹងកន្លែងប៉ុន្តែត្រូវចាំថាអ្នកអាចជ្រើសរើសបានតែមួយប៉ុណ្ណោះអាចកំបាំងជាច្រើនសូម្បីតែបច្ចេកទេសដាំដុះឋានសុខគួរឲ្យអាណិតណាស់ខ្ញុំជាបំណែកសម្រាប់មួយទុកឲ្យតែឋានៈឋានសួគ៌កម្ពុជាសូម្បីតែបច្ចេកទេសដាំដុះកម្រិតវិជ្ជវង្សកម្រិតទាបក៏ដោយខ្ញុំប្រហែលជាមិនអាចដាំដុះវាបានទេបច្ចេកទេសដាំដុះឋានៈអធិរាជកម្រិតទាបមេងនីយូកុងគេនិយាយថាប្រសិនបើមនុស្សម្នាក់អនុវត្តបច្ចេកទេសនេះនឹងទទួលបានមេងនីសែនខៃកម្លាំងដ៏ធំធេងហេតុអ្វីមានអ្វីកើតឡើងស្រមុកអ្នកពិតជាអស្ចារ្យណាស់សៀវភៅណែនាំដាំដុះទាំង10នោះមួយចំនួនក្នុងចំណោមពួកគេគឺជាបច្ចេកទេសដាំដុះឋានសួគ៌ប៉ុន្តែអ្នកបានជ្រើសរើសតែបច្ចេកទេសដាំដុះឋានៈលឿងកម្រិតទាបប៉ុណ្ណោះប្រសិនបើអ្នកជ្រើសរើសបច្ចេកទេសផ្សេងទៀតគាត់បានបរាជ័យក្នុងការវិតម្លៃចុងក្រោយជាន់ខ្ពស់តើអ្នកអាចជាពស់បានទេអធិរាជបុរាណត្រូវហើយអធិរាជនេះគឺជាពស់អ្នកមិនចាំបាច់ភ្ញាក់ផ្អើលទេអធិរាជរូបនេះបានស្លាប់ជាយូរមកហើយអ្វីដែលអ្នកឃើញនៅចំពោះមុខអ្នកឥឡូវនេះគឺគ្មានអ្វីក្រៅពីព្រលឹងដែលនៅសេសសល់នោះទេជាន់ខ្ពស់ចាប់តាំងពីអ្នកកំពុងស្វែងរកអ្នកស្នងអ្វីមិនរកអ្នកដែលមានទេពកោសល្យខ្លាំង
ផ្ទុយទៅវិញវាគួរតែស្ថិតក្នុងចំណោមអ្នករាំដែលមានពូជឈាមការស្វែងរកអត្ថន័យនៃសិល្បៈក្បាច់គុនទេពកោសល្យមានសារៈសំខាន់ខ្លាំងណាស់ប៉ុន្តែការមានបេះដូងក្បាច់គុនដែលចង់ក្លាយជាមនុស្សរឹងមាំជាងមុនគឺកាន់តែសំខាន់ទៅទៀតព្រះចៅអធិរាជអង្គនេះមានវិធីសាស្ត្រកែម្អម្ចាស់ខ្លួនរបស់ទ្រង់អ្នកប្រាប់អធិរាជនេះហើយអ្វីបានជាអ្នកទើបតែជ្រើសរើសបច្ចេកទេសដាំដុះកម្រិតរាជវង្សកម្រិតទាបនៅពេលនេះទេពកោសល្យឈាមខ្ញុំទាបណាស់និយាយឲ្យត្រង់ទៅខ្ញុំជាឈាមរបស់សម្រាមអ្វីអ្នកថែមទាំងគ្មានប្រយោជន៍ជាងអ្នកស្រុកទៅទៀតពិតជាមានខ្សែឈាមកាក់សំណល់នៅលើទ្វីបស៊ូនហួងមែនតើរឿងព្រេងពី100,000 ឆ្នាំមុនអាចជាការពិតទេឥណ្ឌូជាន់ខ្ពស់តើរឿងព្រេងអាយុ100,000 ឆ្នាំនេះជាអ្វី100,000 ឆ្នាំមុនមានប្រភេទអ្នកប្រយុទ្ធមួយប្រភេទត្រូវបានគេស្គាល់ជាទូទៅថាជាសិល្បករក្បាច់គុនមិនត្រូវបានចងភ្ជាប់ដោយឈាមទេអាចត្រូវបានដំឡើងឋានៈជាអធិរាជគូអ្នកខ្លាំងទំនងជាទម្លាយក្បាច់គុនផ្លូវកាត់របស់អធិរាជដើម្បីឡើងទៅកាន់អាណាចក្រខាងលើឥឡូវនេះអ្នកមានផ្លូវពីរដើម្បីជ្រើសរើសផ្លូវដំបូងវាមានន័យថាធ្វើដំណើរតាមផ្លូវចាស់ក្នុងស្រុកអាចកំបាំងនៃការដាំដុះបង្កើនចរាចរណ៍ឈាមប្រកបណាស់ប្រសិនបើការអាប់ដេតទទួលបានជោគជ័យអ្នកនឹងមិនខ្លាចជាអ្នកបំផុសគំនិតទេផ្លូវទី2នេះវាគឺអំពីការដើរលើផ្លូវនៃការបំផុសគំនិតផ្លូវនេះពិតជាលំបាកខ្លាំងណាស់ប៉ុន្តែប្រសិនបើទទួលបានជោគជ័យខ្ពស់ជាងអធិរាជជាន់ខ្ពស់ខ្ញុំចង់សាកល្បងផ្លូវទី2ខ្ញុំចង់បំបែកច្បាប់នៃខ្សែឈាមសូមឲ្យមនុស្សគ្រប់គ្នានៅក្នុងលោកនេះដូចជានាគចាក់ទឹកកាមចូលក្នុងនោះការដាំដុះធានហេចំពោះសោនោះការបញ្ចុះសពសម្ងាត់ក្នុងស្រុកអាចត្រូវបានបើកវាមានផ្ទុកនៅទ្រព្យសម្បត្តិទាំងអស់របស់ព្រះចៅអធិរាជពីព្រះជន្មរបស់មានអាចកំបាំងដ៏គួរឲ្យភ្ញាក់ផ្អើលមួយអំពីទ្វីបស៊ូនហួងផងដែរអ្នកនឹងត្រូវការពារវានៅពេលអនាគតអ្នកដើរឆ្លងកាត់ផ្លូវរបស់អ្នកសិល្បៈក្បាច់គុនមិនងាយស្រួលទេកុំបោះបង់ឡើយច្បាប់នៃពូជពង្សត្រូវតែត្រូវបានអ្នកបំបែកព្រះចៅអធិរាជអង្គនេះប្រាថ្នាថាមនុស្សគ្រប់គ្នានៅក្នុងលោកនេះអាចដូចជានាគជំនាញប៉ះដំរីនាគវិធីសាស្ត្រដាំដុះដ៏ល្អឥតខ្ចោះរបស់ឆ្វេងសឹងជំនាញប៉ះដំរីនាគលេបដៃជាមួយសរីរាង្គខាងវិញ្ញាណស្រោមវិញ្ញាណចំនួន18បានបញ្ចូលគ្នាទៅជាបេះដូងមួយទៅជារូបរាងនៃសម្លេងក្រហមរបស់ Dragon Roll True Kai អំណាចប្រៀបបាននឹងសម្លេងក្រហមរបស់នាគនំរំកិលនិងសមុទ្រពេញវាបង្ហាញថាមនុស្សម្នាក់ត្រូវធ្វើឲ្យស្រោមវិញ្ញាណទាំង18សកម្មដើម្បីហ្វឹកហាត់ខ្ញុំមានបច្ចេកទេសដាំដុះទោះជាយ៉ាងណាក៏ដោយវិបត្តិបច្ចុប្បន្នមានច្រើនត្រូវតែរឹងមាំឲ្យបានឆាប់តាមដែលអាចធ្វើទៅបានមានតែពេលនោះទេទើបខ្ញុំនឹងមានកម្លាំងដើម្បីការពារម្ចាស់បានដេញតាមចៅហ្វាយរបស់ខ្ញុំទៀតផងមាននរណាម្នាក់បានវាយប្រហារអ្នកដាវខ្មៅជាប់ចំណាត់ថ្នាក់ទី6លេងសៃជេងជេងខ្វាន់អ្នកមានឈាមថ្នាក់ទី5តើអ្នកចូលដោយរបៀបណាគ្រប់គ្រាន់ហើយជាមួយនឹងរឿងមិនសមហេតុផលវាហាក់ដូចជាអ្នកបានទទួលមរតករបស់ស្ដេចពស់ប្រគល់កូនសោបញ្ចុះសពសម្ងាត់របស់អធិរាជពស់ខ្ញុំអាចទុកជីវិតអ្នកបានលំពេងវិញ្ញាណ11ប្រសិនបើអ្នកចង់មកយកវាដោយខ្លួនឯងស្រមុកខ្យល់ព្យុះស្លាប់កុំសម្លាប់ខ្ញុំហាចាក់ចេញពួកគេប្រកាសជាបានទទួលមរតកនៃវត្ថុបុរាណពុះបានផ្លាស់ប្ដូរពូជឈាមពីកំណើតឈួតហើយខ្ញុំមិនដែលស្រមៃថាអ្នកនឹងឡើងដល់កម្រិតទី7នៃគម្ពីរទេវភាពនោះទេគេយេហ្វិនប្រសិនបើវាមិនមែនសម្រាប់ការសេះរួមជំនាន់ឧត្តមភាពខ្ញុំពិតជានឹងសម្រាប់អ្នកបេតោះទៅផ្ទះតាជាមួយមេម្នាក់នេះគ្មានអ្នកណាហ៊ានប៉ះខ្ញុំទេនីលីវសៀងបានកំណត់គោលដៅរួចហើយទៅលើវ៉ាន់គុយឡានដែលជាកូនស្រីរបស់វ៉ាន់ឈៀនមីដែលជាពាណិជ្ជករមានទ្រព្យសម្បត្តិច្រើននៅក្នុងទីក្រុងលីនជាងតើអ្នកណាក្នុងចំណោមអ្នកហ៊ានទទួលយកភារកិច្ចនេះអ្នកប្រមាញ់រង្វាន់រូបនេះគឺនីលីវសៀងគឺជាពូជឈាមថ្នាក់ទី7ចៅលួចការលំដាប់លេខ1នៅក្នុងនគរជាងខ្ញុំមិនហ៊ានទទួលភារកិច្ចនេះទេខ្ញុំទទួលយក2 ឆ្នាំមុនខ្ញុំទើបតែផ្លាស់មកពិភពលោកនេះ
ជាសំណាងល្អអ្នកស្រី Kellen បានទទួលយកគាត់ជាអ្នករត់ទៅនៅភោជនីយដ្ឋានគ្រួសារគាត់ខ្ញុំត្រូវបានសង្គ្រោះពីភាពអត់ឃ្លាន